មិនអាចដួលដៃគូប្រកួតបានលោកជីមមីលំដាប់រងទី1 MGC 2025បន្តគ្រប់យ៉ាងមកពីរឿងនេះការប្រកួត Mr. Grand Cambodia 2025បានបញ្ចប់ទៅយ៉ាងរលូនដោយលោកជួបចក្រាវុធគឺជាម្ចាស់ជ័យលាភីនិងត្រៀមខ្លួនចេញទៅប្រកួតនៅប្រទេសហ្វីលីពីនចំណែកលោកជីមីបានត្រឹមតែលំដាប់រងទី1ប៉ុណ្ណោះធ្វើឲ្យលោកមានការខកចិត្តជាខ្លាំងដោយមិនអាចដួលដៃគូប្រកួតបានបុរសសង្ហាជីមីបានត្រឹមតែនិយាយថាគ្រប់យ៉ាងត្រូវការពេលវេលាដើម្បីសម្រេចវាទោះពេលខ្លះវាអាចយូរឬក៏ឆាប់អាស្រ័យលើការខំប្រឹងប្រែងនិងឱកាសគ្មានភាពជោគជ័យណាបាននឹងកើតឡើងដោយឯងនោះទេចូលជឿជាក់លើខ្លួនឯងធ្វើវាបន្តក្តីស្រមៃរបស់អ្នកព្រោះថាថ្ងៃណាមួយអាចជារូបអ្នកដូច្នេះចូលកុំបាក់ទឹកចិត្តហើយស៊ូបន្តជាមួយគ្នាលោកជីមីហាក់មិនអស់ចិត្តឡើយចំពោះការប្រកួត Mr. Grand Cambodia 2025ដោយលោកបានត្រឹមតែតំណែងលំដាប់រងទី1មិនថាទេពកោសល្យសមត្ថភាពនិងចំណេះដឹងលោកមានគ្រប់លក្ខណៈតែទោះបីជាយ៉ាងណានេះជាការសម្រេចចិត្តរបស់គណៈកម្មការនិងបងប្អូនដែលបានបោះឆ្នោតអ្វីត្បិតតែបរាជ័យក្នុងការប្រកួតបុរសឯកនេះក្តីលោកជីមីនឹងចូលរួមប្រកួតប្រជែងក្នុងវិស័យបុរសឯកជាថ្មីម្ដងទៀតនៅពេលណាមួយដែលរំពឹងថាខ្លួនអាចនឹងក្លាយជាម្ចាស់ជ័យលាភីពីកម្មវិធីណាមួយដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួនលោកជីមីមិនត្រឹមតែតារាបង្ហាញមួយដ៏លេចធ្លោម្នាក់ប៉ុណ្ណោះទេលោកក៏ជាតារាសម្ដែងល្បីឈ្មោះផងដែរពីព្រោះលោកមានរូបរាងនិងមុខបត់សសង្ហាមិនចាញ់តារាបរទេសឡើយ